ក្រោយពីពិភាក្សាគ្នារួចព្រះសង្ឃធុដងព្រះអង្គក៏ចាប់ផ្ដើមចាក់សាក់មន្តអាគមគាថានៅលើខ្លួនរបស់កំឡោះខ្លាតែនៅក្នុងពេលនោះព្រះអង្គក៏មានសង្ឃដីកាឡើងថាណែញោមចៅមន្តអាគមអតិយៈឌិជៈនេះបើសិនជាចាក់ទៅលើខ្លួនរបស់ចៅវាមានកម្ដៅខ្លាំងណាស់ចៅត្រូវតែទ្រាំបន្តិចរួចឆោយសូត្រមន្តអាគមតាមលោកតាឲ្យជាប់នាយខ្លាដោយសារតែចង់ប្រែរូបរាងខ្លាចទៅជាមនុស្សពេញលេញគេក៏បាននិយាយទៅកាន់ព្រះសង្ឃធុដងថាករណាលោកឪខ្ញុំប្រកាសណានឹងទ្រាំមិនអីនោះទេក្រោយមកលោកឪក៏ចាប់ដើមសូត្រផ្លុំគាថារួចហើយក៏ចាប់ដើមចាយន់គាថាទៅលើខ្លួនរបស់កំឡោះជើងព្រះអង្គសូត្រគាថានាយខ្លាក៏ចាប់ដើមសូត្រតាមក៏ប៉ុន្តែបន្តិចក្រោយមកស្រាប់តែខ្លួនរបស់កំឡោះខ្លាចាប់ដើមបាច់ញើសស្រៈរួចហើយខ្លួនរបស់គេក្តៅហាក់ដូចជាកំពុងតែអាំងភ្លើងអញ្ចឹងបន្ទាប់ពីឃើញកូនប្រុសរបស់គាត់មានអាការៈដូចជារឿងចម្លែកពូថងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាមើលទៅដូចជាមិនស្រួលក៏ប៉ុន្តែដោយសារតែគាត់ជឿជាក់ទៅលើលោកគ្រូរបស់ខ្លួនគាត់មិនហ៊ានសួរនាំអ្វីនោះទេព្រោះថាក្នុងពេលនេះលោកគ្រូកំពុងតែធ្វើពិធីការចាក់សាក់យ័ន្តនេះអស់រយៈពេលយ៉ាងយូររហូតទម្រាំតែចប់សពគ្រប់ចំណែកគាថាមន្តអាគមក៏បានចារួចអស់សពគ្រប់ផងដែរតែក្នុងពេលនោះនេះខ្លាមានអារម្មណ៍ថាក្តៅដូចជាភ្លើងកំពុងតែឆេះនៅក្នុងខ្លួនរបស់គេក្រោយពីនោះទៅខ្លាក៏បាននិយាយទៅកាន់ឪពុកថាលោកពុកនៅក្នុងខ្លួនរបស់ខ្ញុំក្តៅខ្លាំងណាស់លោកពុកខ្ញុំទ្រាំមិនចង់បាននោះទេពូថងក៏បានសម្លឹងទៅកាន់លោកគ្រូរួចក៏បានសួរថាករណាព្រះអង្គតើកូនប្រុសរបស់ខ្ញុំយ៉ាងម៉េចចឹងមកដែរឬទេលោកឪក៏បានញញឹមរួចតបថាណែញោមសិស្សធម្មតាអាគមមហាតេជៈនេះមិនធម្មតានោះទេព្រោះថាត្រូវការសូត្រផ្លុំមួយយ៉ាងទៀតនោះចាក់ទាំងយន់គាថានៅលើខ្លួនរបស់គេផ្សំជាមួយនឹងអតិយៈដេជៈមន្តអាគមនេះប្រកាសជាខ្លាំងក្លារួចហើយខ្លួនរបស់គេក៏ប្រែជាក្តៅអញ្ចឹងហើយអតិយៈដេជៈគឺប្រែថាអំណាចនៃព្រះអាទិត្យឬក៏ដេជៈព្រះអាទិត្យនឹងឯងគឺវាមានកម្ដៅខ្លាំងដោយសារតែអំណាចនិងដេជៈរបស់ព្រះអាទិត្យនឹងហើយទើបអាចសង្កត់ទៅលើបណ្ដាសារបស់អ្នកសច្ចាងបានដាក់ទៅលើញោមចៅនេះបានមិនអីនោះទេឲ្យញោមចៅចូលទៅសម្រាកមួយសន្ទុះទៅបន្ទាប់ពីនោះទៅនឹងប្រែមកដូចជាធម្មតាវិញហើយដោយសារតែឃើញកូនប្រុសរបស់គាត់អស់កម្លាំងខ្លាំងពេកពូថងគាត់ក៏បាននិយាយថាណែកូនប្រុសឯងចូលទៅសម្រាកក្នុងខ្ទមសិនទៅកូនកំឡោះរបស់ជើងក៏ចាប់ផ្ដើមក្រោកឡើងរាងកាយរបស់គេលហិតលហើយចំណែកឯក្នុងខ្លួនមើលទៅហាក់ដូចជាមានភ្លើងកំពុងតែដុតរោលបន្ទាប់ពីនោះគេក៏បានចូលទៅសម្រាកក្នុងខ្ទមស្របពេលនោះផងដែរពូថងគាត់ក៏បានសួរទៅកាន់ព្រះសង្ឃថាព្រះករណាព្រះអង្គគ្រូតើព្រះអង្គគ្រូបួសបានប៉ុន្មានវស្សាហើយកាលពីមុនខ្ញុំកណាក៏ធ្លាប់ធ្វើដំណើរទៅរកព្រះអង្គដែរឲ្យជួយដោះស្រាយរឿងកូនប្រុសខ្ញុំកណានេះតាំងពីគេអាយុ7ឆ្នាំក៏ប៉ុន្តែខ្ញុំកណាធ្វើដំណើរទៅមិនបានជួបមួយនឹងព្រះអង្គទេលោកគ្រូធំក៏មានសង្ឃដីកាតបថាណែញោមសិស្សអាត្មាបួសអរយៈពេលជាច្រើនឆ្នាំមកហើយដោយសារតែនឿយណាយនឹងភាពជាក្រហមដូច្នេះហើយមានតែផ្លូវប្រពុតនោះទេទើបអាចជួយស្រោចស្រង់ទៅកាន់សត្វលោកបានអាត្មាសម្រេចចិត្តចូលបួសរួចហើយក៏បានលាក់ទុកនៃមន្តអាគមនេះតាំងពីបង្ហាត់បង្រៀនទៅកាន់ញោមសិស្សទាំងពីរនាក់នឹងឯងបើគិតទៅអស់ច្រើនឆ្នាំមកហើយតាំងពីធ្វើដំណើរចូលមកក្នុងព្រៃនេះណែហើយចោះញោមសិស្សដែលមានឈ្មោះថាធៀងនោះគេចឹងមិនហើយសោកទុកចឹងណាដែរពូថងគាត់ក៏បានលើកដៃសំពះរួចហើយតបថាករណាព្រះអង្គគ្រូណែធៀងគេរស់នៅបានសុខសាន្តនោះទេគេបានប្រពន្ធជាកូនរបស់លោកមេភូមិឥឡូវគេបានកាន់កាប់ភូមិនោះមកចាងទៀតគ្រួសាររបស់គេរស់នៅសុខសាន្តមិនដូចជាគ្រួសាររបស់ខ្ញុំកណានៅពេលធ្វើដំណើរចូលទៅក្នុងព្រៃទៅកំចាត់ទៅដល់ព្រៃខ្លានោះក៏បានផ្លៀងផ្លាត់ជាមួយនឹងអ្នកមានសិលរួចហើយក៏ត្រូវបណ្ដាសានេះជីវិតរស់នៅមានភាពរញ៉េរញ៉ៃខ្លាំងណាស់សំណាងដែរចេះបានកិច្ចខ្លួនមករស់នៅក្នុងព្រៃនេះបើមិនអញ្ចឹងទេនោះប្រកាសជាអ្នកភូមិត្រូវរុករៀនទន្ទ្រានចេះស្ដីប្រតិចប្រាសាជារៀងរាល់ថ្ងៃពិតជាមិនខានក៏ប៉ុន្តែខ្ញុំកណាឆ្ងល់ណាស់តើអ្នកណាទៅជាអ្នកប្រើទៅលើសត្វខ្លា
ឲ្យបន្លំខ្លួនសម្រាប់ទៅកាន់សត្វនៅក្នុងភូមិរួចឆោយធ្វើជារត់ទៅក្រោយផ្ទះរបស់ខ្ញុំកណាននោះអ្នកភូមិដោយសារតែគេបានឃើញសត្វខ្លារត់ទៅក្រោយផ្ទះខ្ញុំកណាននឹងហើយទើបពួកគេចាត់ទុកថាកូនប្រុសរបស់ខ្ញុំនេះគឺជាខ្លាស្មិលខ្លាធ្មប់ទៅសម្រាប់សត្វនៅក្នុងភូមិរួចឆោយរត់ចូលទៅក្នុងផ្ទះដោយសារតែពួកគេបានឃើញផ្ទាល់នឹងភ្នែកនឹងឯងលោកឪដកដង្ហើមធំក្រោយមកព្រះអង្គក៏មានសង្កេតការតបថាណែញោមរឿងរ៉ាវអ្វីក៏ដោយយើងមិនអាចសន្និដ្ឋានបានដោយសារតែការមើលនឹងភ្នែកនោះទេតើតែយើងបានឃើញច្បាស់ជាក់លាក់ចាំសន្និដ្ឋានម្យ៉ាងទៀតនោះមនុស្សម្នាមិនអាចវេតម្លៃតែសម្បកក្រៅបានឡើយក៏មើលតែអត្តចរិតរបស់គេបន្តិចបន្តួចទោះទាយអនាគតរបស់គេថាគេគឺជាមនុស្សអាក្រក់មនុស្សល្អពេលខ្លះយើងបានឃើញគេធ្វើទង្វើល្អក៏ប៉ុន្តែចិត្តគំនិតរបស់គេនោះមិនល្អដោយទង្វើដែលគេបានធ្វើបាត់បង់អំពើអាក្រក់នៅក្នុងខ្លួនរបស់គេនោះទេណាស់ហើយញោមពេលវេលាក៏បានមកដល់ហើយដែរញោមប្រហែលជាអាចធ្វើដំណើរចូលទៅក្នុងស្រុកភូមិវិញហើយអាត្មានៅទីកន្លែងនេះជួយបង្ហាត់បង្រៀនមន្តអាគមទៅកាន់ញោមខ្លាបន្តិចបន្តួចនិងបង្រៀនគេឲ្យចេះគ្រប់គ្រងសតិគ្រប់គ្រងអាគមនៅក្នុងខ្លួនរបស់គេអនាគតទៅគេប្រកាសជាអាចប្រែរូបរាងខ្លាចទៅជាសត្វខ្លាភ្លើងនិងអាចបង្កើតដុំភ្លើងនៅក្នុងដៃកុំចាត់ទៅកាន់សត្រូវបានខណៈពេលនោះពូថងក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថាម៉ែវាថ្ងៃរឿងខ្ពស់ដែរហើយទៅស្ងោរដំឡូងយកមកប្រគិនទៅកាន់ព្រះអង្គទៅពេលនោះមីងធីតាគាត់ក៏ចាប់ផ្ដើមទៅស្ងោរដំឡូងរបស់គាត់ដែលបានរកមកនៅក្នុងព្រៃចំណែកឯពូថងគាត់នៅពិភាក្សាជាមួយនឹងព្រះអង្គបន្តទៀតពូថងគាត់បានសួរទៅកាន់ព្រះអង្គថាព្រះករុណាព្រះអង្គគ្រូព្រះអង្គចូលមកគង់នៅក្នុងព្រៃដូច្នេះតើមានផលវិបាកដែរឬទេលោកឪក៏បានតបថាចម្រើនពរញោមអ្នកដែលចូលមកក្នុងព្រៃតែតែមានផលវិបាកក៏ប៉ុន្តែចំពោះបបជិតដូចជាអាត្មានេះទោះបីជាស្រួលពិបាកក៏វាដូចតែគ្នានោះទេអាហារឆាន់តែពេលព្រឹកគ្មានលំបាករករអាហារនៅក្នុងពេលល្ងាចដូចជាពួកញោមដែលជាក្រហមម្យ៉ាងទៀតសំខាន់នោះអ្នកបួសគឺមានចិត្តស្ងប់ជ្រះថ្លារក្សាសិលនិងបដិបត្តិធម៌តាមវិន័យរបស់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃទៅឲ្យតែមានប្រពុតនៅក្នុងចិត្តទៅដល់ទីកន្លែងណាក៏អាត្មាសប្បាយប្រតិយដែរកំពុងតែប្រោកប្រាជ្ញគ្នាកំឡោះរបស់ជើងសម្រាប់បានមួយសន្ទុះគេក៏បានក្រោកឡើងមកវិញនៅក្នុងពេលនោះខ្លួនរបស់គេក៏ប្រែមកជាសភាពធម្មតានេខ្លាក៏បានទៅក្រាបថ្វាយបង្គំចំពោះព្រះសង្ឃសាជាថ្មីម្ដងទៀតនៅពេលនោះព្រះសង្ឃក៏មានសន្និការទៅកាន់កំឡោះថាណែញោមចៅអាត្មានៅទីកន្លែងនេះមួយរយៈជួយបង្ហាត់បង្រៀនការគ្រប់គ្រងចិត្តគ្រប់គ្រងមន្តអាគមទៅកាន់ញោមចៅដោយសារតែអំណាចនៅក្នុងខ្លួនញោមចៅនេះមិនធម្មតានោះទេទោះបីជាញោមចៅលែងប្រែរូបរាងខ្លាចទៅជាសត្វខ្លានៅក្នុងពេលជប់ក៏ដោយក៏ប៉ុន្តែអំណាចសត្វខ្លាកម្លាំងនិងសន្ទុះនោះនៅតែសន្ធិដ្ឋនៅក្នុងខ្លួនរបស់ញោមដល់រាបតទៅម្យ៉ាងទៀតញោមអាចតំណែងខ្លួនខ្លាចទៅជាខ្លាភ្លើងដ៏មានឫទ្ធិអំណាចទៅទប់ទល់ជាមួយនឹងសត្រូវបានតែមន្តអាគមនេះបើសិនជាគ្មានការចាំបាច់កុំប្រើអាគមនេះផ្ដេសផ្ដាស់អីព្រោះថាវាមានឫទ្ធិអំណាចខ្លាំងណាស់នេខ្លាក៏បាននិយាយទៅកាន់ព្រះអង្គថាព្រះករុណាលោកតាខ្ញុំកណានឹងស្ដាប់រាល់សង្កេតការរបស់ព្រះអង្គគឺជាដំបូន្មានដ៏ល្អខ្ញុំកណានឹងចាំទុកបន្ទាប់ពីនោះទៅក្រោយពីដំឡូងឆ្អិនគេក៏បានយកដំឡូងទៅប្រគេនដល់ព្រះអង្គបន្ទាប់ពីព្រះអង្គឆាន់រួចអ្នកទាំងអស់គ្នាក៏បានហូបដំឡូងជុំគ្នាផងដែរនៅក្នុងព្រៃថ្មីត្បិតតែសាមញ្ញហូបតែផ្លែឈើមើមឈើក៏ប៉ុន្តែពួកគាត់រស់នៅបានសុខសាន្តតែក្នុងចិត្តរបស់ពុទ្ធងគាត់ក៏ចង់វិលត្រឡប់ទៅជួបជុំមិត្តភ័ក្តិសម្លាញ់បងប្អូនគ្រួសារផងដែររស់នៅក្នុងព្រៃវាសុខហើយក៏ប៉ុន្តែឯកាគាត់ក៏មិនចង់ឲ្យកូនប្រុសរបស់គាត់មានអនាគតជាអ្នករស់នៅក្នុងព្រៃបន្តទៀតដែរកូនប្រុសរបស់គាត់មានរូបរាងសង្ហាមានទាំងសមត្ថភាពមន្តអាគមគាត់មិនចង់ឲ្យកូនប្រុសមកកប់លាក់ចោលសមត្ថភាពនៅក្នុងដែនព្រៃដូច្នេះនោះទេរយៈពេលកន្លងផុតទៅព្រះសង្ឃបានបង្ហាត់បង្រៀនមន្តអាគមជាច្រើនជាពិសេសនោះគឺការសមាធិគ្រប់គ្រងចិត្តទៅកាន់កំឡោះរបស់ជើងរយៈពេលជាច្រើនថ្ងៃក៏បានកន្លងផុតទៅឥឡូវនេះយើងទៅនិយាយពីក្នុងភូមិវិញម្ដង
នៅក្នុងភូមិមានសភាពរញ៉េរញ៉ៃមួយថ្ងៃច្រើនជាងមួយថ្ងៃមនុស្សដើរពេលយប់តែតែត្រូវស្លាប់ដោយសារតែបិសាចចង្គមខ្មៅនឹងឯងយប់ឡើងតែតែលឺសំឡេងឆ្កែលូសំឡេងសោចសំឡេងស្រែករបស់ពពួកអមនុស្សឥឡូវនេះពូស្រួយជាមួយនឹងលោកគ្រូឌីវរស់នៅហាក់ដូចជាមហាសេដ្ឋីនៅក្នុងផ្ទះមានអ្នកបម្រើឆ្វេងស្ដាំមានស្រីកំដរផឹកស៊ីសប្បាយជារៀងរាល់ថ្ងៃក៏ព្រោះតែពូស្រួយទៅឆក់ប្លន់ទ្រព្យសម្បត្តិទីកន្លែងណាក៏បានសម្រេចដោយសារតែគ្រូតែតែប្រើព្រាយឲ្យការពារនឹងឯងនៅក្នុងថ្ងៃមួយដោយសារតែឃើញភូមិវឹកវរខ្លាំងពេកពូមីនក៏បានទៅជួបគ្នាជាមួយនឹងអ្នកភូមិរួចហើយគាត់ក៏បានទៅហៅទិដ្ឋីឲ្យធ្វើដំណើរទៅកាន់ផ្ទះមេភូមិសាជាថ្មីម្ដងទៀតម្ដងនេះទោះជាយ៉ាងណាក៏ពួកគាត់ត្រូវតែអង្វរទៅកាន់ពូធៀងឲ្យចាត់ការទៅកាន់ពពួកខ្មោចព្រាយបិសាចដែរវេលាពេលព្រឹកក្រោយមកអ្នកភូមិក៏បានចូលទៅដល់ផ្ទះរបស់លោកមេភូមិពូមីនបាននិយាយទៅកាន់សំឡាញ់ថាណែសំឡាញ់ឥឡូវនេះក្នុងភូមិវឹកវរខ្លាំងណាស់ខ្ញុំគិតថាមកសុំឯងឲ្យជួយចាត់ការទៅកាន់ខ្មោចព្រាយបិសាចនេះតើឯងគិតយ៉ាងម៉េចដែរអាណិតទៅកាន់អ្នកភូមិផងក្នុងចិត្តពូធៀងមានគំនុំគាត់មិនទាន់បាត់នោះទេក៏ប៉ុន្តែពេលនេះគាត់ក៏មានចិត្តអាណិតទៅកាន់អ្នកស្រុកអ្នកភូមិដែរមីងនោះដែលត្រូវជាប្រពន្ធក៏បាននិយាយទៅកាន់ប្តីគាត់ថាឪវាអើយណែរឿងគំនុំនៅក្នុងចិត្តនោះបានរំលងចោលមកអស់រយៈពេលជាច្រើនឆ្នាំមកហើយគួរតែរំសាយខ្លះទៅនៅពេលនេះលោកបងធំមិនដឹងថាគាត់ទៅរស់នៅដល់ទីកន្លែងណានោះទេឥឡូវសំខាន់យើងជួយទៅកាន់ជីវិតអ្នកភូមិសិនទៅព្រោះថាអ្នកភូមិកំពុងតែមានទោសមនុស្សនិងសត្វតែស្លាប់អស់ប៉ុន្មានហើយសូមលោកគ្រូបំភ្លេចគំនុំចាស់រួចហើយជួយទៅកាន់អ្នកស្រុកអ្នកភូមិសិនទៅនៅពេលដែលពួកគាត់កំពុងតែប្រោកប្រាជ្ញគ្នាក្រមុំរំដួលក៏ចាប់ដើមលើកទឹកត្រជាក់ក្តៅយកមកដាក់លើក្រែឲ្យពួកគាត់បរិភោគផងដែរនិងមានចេកទុំនំចំណីមួយចំនួនពូធៀងដកដង្ហើមធំក្រោយមកគាត់បាននិយាយថាណែអ្នកទាំងអស់គ្នារឿងនេះខ្ញុំក៏ធ្លាប់គិតដែរក៏ប៉ុន្តែក្នុងស្រុកភូមិរបស់យើងឥឡូវនេះពោពេញទៅដោយអមនុស្សវិញ្ញាណខ្មៅជាច្រើនម្យ៉ាងទៀតនោះយើងក៏មិនដឹងថាលោកគ្រូដែលនៅពីក្រោយពពួកខ្មោចព្រាយបិសាចនេះគឺជាអ្នកណាដែរហេងសយគេអាចមានមន្តអាគមខ្លាំងជាងខ្ញុំទៅទៀតខ្ញុំតែម្នាក់ឯងប្រហែលជាមិនអាចទប់ទល់ជាមួយនឹងគេបានម្យ៉ាងទៀតនោះវ័យរបស់ខ្ញុំក៏កាន់តែជ្រេដែរបើសិនជាសម្លាញ់ខ្ញុំនៅទីកន្លែងនេះខ្ញុំនឹងអាចពិភាក្សាគ្នាជួយចាត់ការទៅលើគេបានឥឡូវនេះខ្ញុំមិនអាចលូតហោះដោយការពីនៅកំឡោះបន្តទៀតនោះទេខ្ញុំមានវ័យរឿងច្រើនហើយតែមីងនោះបានដើរចូលទៅចិត្តប្តីរួចនិយាយថាឪវាប៉ុន្មានឆ្នាំមុនឯងក៏ជាវរៈបរោះឥឡូវនេះឯងក៏នៅតែជាវរៈបរោះការពីស្រុកភូមិដែរឯងគឺជាមនុស្សល្អនៅក្នុងចិត្តរបស់ខ្ញុំដល់រាបរៀងទៅខ្ញុំនៅចាំបានការពីប៉ុន្មានឆ្នាំមុននោះឯងក្លាហានណាស់ជាមួយនឹងលោកបងធំចាត់ការទៅកាន់សត្វព្រៃខ្លាជួយទៅកាន់អ្នកស្រុកអ្នកភូមិឥឡូវនេះខ្ញុំសូមអង្វរឯងបំភ្លេចគំនុំចាស់ជួយទៅកាន់អ្នកភូមិសិនទៅពូធៀងបានក៏លេចមើលមុខប្រពន្ធក្រោយមកគាត់និយាយថាម៉ែវារឿងនេះយើងនិយាយងាយស្រួលនោះទេក៏ប៉ុន្តែការចាត់ការនោះគឺវាពិបាកជាច្រើនឆ្នាំមកហើយយើងមិនដឹងថានៅពីខាងក្រៅខ្នងខ្មោចព្រាយបិសាចនោះមានអ្នកណានោះទេតែពេលនោះតាធីគាត់បាននិយាយថាណែលោកគ្រូខ្ញុំគិតថាប្រហែលជាបងប្អូនសាច់ឆ្ងាយរបស់អាស្រួចនឹងហើយគេនោះតាំងពីចូលមករស់នៅក្នុងផ្ទះអាស្រួចមានបានខ្លាំងណាស់ឥឡូវនេះស្ទើរតែខ្លាចតែជាសទ្ធិទៅហើយនៅក្នុងផ្ទះផឹកស៊ីមានស្រីមានស្រាជុំវិញផ្ទះមានរបងព័ទ្ធជុំវិញមានអ្នកបម្រើជាមកាមមិនឲ្យមនុស្សធម្មតាចេញចូលប្រទេសផ្ដាស់នោះទេខ្ញុំគិតថាលោកគ្រូម្នាក់ដែលបានបន្លំខ្លួនមកធ្វើជាបងប្អូនសាច់ឆ្ងាយនោះគេគឺជាគ្រូបញ្ជាទៅកាន់ខ្មោចព្រាយនឹងឯងពេលនោះពូធៀងគាត់ងូក្បាលក្រោយមកគាត់បាននិយាយថាឥឡូវនេះខ្ញុំនឹងយល់ព្រមចាត់ការទៅកាន់ពួកខ្មោចព្រាយបិសាចទៅចុះក៏ប៉ុន្តែខ្ញុំខានរំលឹកមុនអាគមអរយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងពេលនេះខ្ញុំសូមពេលបងប្អូនរយៈពេល7ថ្ងៃសិនព្រោះថាខ្ញុំសឹងតែភ្លេចអាគមពីមុនអស់ទៅហើយដោយសារតែមិនបានរំលឹកទៅដល់គ្រូនឹងឯងអ្នកភូមិពួកគេសប្បាយចិត្តហើយក៏បានញញឹមញញែមរួចហើយនិយាយទៅកាន់លោកគ្រូថាលោកគ្រូខ្ញុំជឿជាក់ថាលោកគ្រូនឹងអាចទប់ទល់ជាមួយនឹងគេបានក៏ប៉ុន្តែណែលោកគ្រូពូមីនបន្ទាប់ពីឮសម្ដីអ្នកភូមិស្ទាក់ស្ទើរដូច្នោះ
គាត់ក៏បានក្រឡេកមើលរួចសួរថាណែមានអ្នកណោះស្អីទៅនិយាយចាញ់មកអ្នកភូមិនិយាយថាលោកមេភូមិតែបើសិនជាលោកមេភូមិមិនអាចចាត់ការទៅលើខ្មោចព្រាយបិសាចបានឬក៏អាគ្រូនោះបានតើភូមិរបស់យើងនឹងខ្លាចទៅជាយ៉ាងណាគ្រូនោះប្រហែលជាមានកំហឹងចាត់ការទៅលើអ្នកភូមិមិនថែមទៀតពិតជាមិនខានពេលនោះអ្នកទាំងអស់គ្នាក៏ចាប់ដើមសម្លឹងមុខគ្នាទៅវិញទៅមកតែនៅពេលនោះពូមីនបាននិយាយលើកទឹកចិត្តថាមិនអីនោះទេអ្នកទាំងអស់គ្នាខ្ញុំជឿជាក់ទៅលើសម្លាញ់របស់ខ្ញុំគេប្រកាសជាអាចចាត់ការបានពិតជាមិនខានឥឡូវអ្នកទាំងអស់គ្នាវិលត្រឡប់ទៅកាន់ផ្ទះសប្បាយវិញសិនទៅហើយរឿងនេះកុំតន់ប្រាប់ឲ្យអ្នកណាដឹងណែជាពិសេសនោះគឺស្រួយតែម្ដងកុំឲ្យគេបានដឹងរឿងនេះឲ្យសោះបើគេដឹងគេប្រកាសជាចាត់ការយើងគេប្រកាសជាត្រៀមខ្លួនមុនពិតជាមិនខានបន្ទាប់ពីលើសម្ដីពូមីនបាននិយាយពូធៀងគាត់បាននិយាយថាមែនហើយអ្នកភូមិនៅទីកន្លែងនេះត្រូវតែលាក់រឿងនេះគឺជាការសម្ងាត់មិនត្រូវឲ្យស្រួយគេបានដឹងនោះទេបើសិនជាគេដឹងគេប្រកាសជាចាត់ការមកលើជើងមុនពិតជាមិនខានអ្នកភូមិក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសម្បែងពូមីនបានផ្ទះស្មាសម្លាញ់រួចគាត់បាននិយាយថាណែសម្លាញ់ឯងកុំព្រួយបារម្ភអីឯងនៅអាសនៈរបស់ឯងរំលឹកមុនអាគមឡើងមកវិញទៅឥឡូវនេះខ្ញុំជឿជាក់លើឯងទោះជាយ៉ាងណាក៏យើងស្ម័គ្រស្លាប់ជាមួយនឹងឯងដែរសម្លាញ់ក្រោយពីនោះទៅពូមានគាត់ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសបាយរបស់គាត់វិញក៏ប៉ុន្តែអ្នកភូមិបន្តទៅចេញពីទីកន្លែងនេះពួកគាត់ក៏ចាប់ផ្ដើមជំនុំគ្នាមួយក្រុមទាំងនោះមួយក្រុមត្រង់នេះមួយក្រុមតាំងពីដើមហើយអ្នកស្រុកអ្នកភូមិនៅទីកន្លែងនេះមកនៅមិនស្ងៀមនោះទេខណៈពេលនោះលោកពូម្នាក់បាននិយាយថាហើយខ្ញុំព្រួយបារម្ភណាស់ខ្លាចតែលោកមេភូមិមិនអាចចាត់ការទៅកាន់ខ្មោចព្រាយបាននៅពេលនោះយើងមិនដឹងជាគិតយ៉ាងម៉េចយ៉ាងម៉ានោះទេគឺមានតែស្លាប់ទាំងអស់គ្នាតែប៉ុណ្ណោះអមស្រីម្នាក់ក៏បានឡើងឈររួចនិយាយថាមែនហើយរឿងនេះខ្ញុំព្រួយបារម្ភណាស់នៅត្រឹមតែរយៈពេល7ថ្ងៃទៀតតែប៉ុណ្ណោះបើសិនជាគ្រូមិនអាចចាត់ការបានជើងប្រកាសជាស្លាប់ទាំងអស់គ្នាក្រោយមកពួកគាត់ចាប់ផ្ដើមប្រោកប្រាជ្ញពីរឿងក្នុងចិត្តនិយាយម្នាក់មួយម៉ាត់តែគាត់មិនបានដឹងថាពូម៉ៅដែលជាអ្នកបម្រើនៅក្នុងផ្ទះពូស្រួចកំពុងតែលាក់ខ្លួនពូនទីកន្លែងនេះនោះទេក្រោយពីស្ដាប់អ្នកភូមិនិយាយអស់ពូម៉ៅគាត់ក៏បានដើរចេញមករួចឆោយគាត់ក្រហមបន្តិចអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាស្ងាត់មាត់រួចឆោយសម្លឹងទៅកាន់ពូម៉ៅពួកគេក៏លែងនិយាយអ្វីបន្តទៀតពូម៉ៅគាត់ធ្វើដូចជាធម្មតាទៅទិញស្រាទិញសាច់រួចឆោយវិលត្រឡប់ចូលទៅក្នុងផ្ទះសប្បាយវិញអ្នកភូមិចាប់ផ្ដើមមានអារម្មណ៍ផិតភ័យលោកគ្រូឲ្យលាក់សាច់រឿងទាំងអស់នេះជាសាច់ការមិនឲ្យអ្នកណាដឹងនោះទេក៏ប៉ុន្តែលើអ្នកភូមិបែរជាទម្លាយរឿងសម្ងាត់នេះឲ្យទៅកាន់អ្នកបម្រើរបស់ពូស្រួចដឹងបាត់ទៅហើយឥឡូវតើពួកគាត់គិតយ៉ាងម៉េចចង់ទៅជួបគ្រូខ្លាចគ្រូស្ដីឲ្យពេលនេះពួកគាត់គឺមានតែលាក់នៅក្នុងចិត្តតែប៉ុណ្ណោះពូម៉ៅបន្ទាប់ពីគាត់យកសាច់យកស្រាឲ្យទៅកាន់ពូស្រួចគាត់ក៏បាននិយាយថាណែលោកចៅវាយនៅពេលដែលខ្ញុំទៅទិញស្រានិងសាច់នោះខ្ញុំបានលើអ្នកភូមិជំនុំគ្នាថា7ថ្ងៃទៀតលោកមេភូមិប្រកាសជាចាត់ការទៅកាន់ពពួកខ្មោចព្រាយបិសាចពិតជាមិនខានតើយើងគួរតែគិតយ៉ាងម៉េចទៅនៅពេលនោះលោកពូស្រួចក៏បានសម្លឹងទៅកាន់លោកគ្រូដៀវរួចនិយាយថាលោកគ្រូតើយើងគិតយ៉ាងម៉េចបើសិនជាគេចាត់ការមកលើជើងគ្រូដៀវគាត់បានសោចរួចឆោយនិយាយថាអើយពួកឯងកុំទៅព្រួយបារម្ភអីចង់គេចាត់ការមួយសប្តាហ៍ទៀតឬក៏2ថ្ងៃទៀតឬក៏1ខែទៀតក៏យើងមិនខ្វល់ដែរសមត្ថភាពរបស់មេភូមិនោះទប់ទល់តែជាមួយនឹងបិសាចចង្គមខ្មៅរបស់យើងនឹងមិនបានផងព្រោះថាឥឡូវនេះគេខានរំលឹកមុនអាគមជូរណាស់មកហើយពួកឯងមិនដឹងទេហេតុអ្វីក៏លោកមេភូមិនោះដាក់ពេល7ថ្ងៃទៀតចាំចាត់ការទៅកាន់ពួកខ្មោចព្រាយបិសាចមូលហេតុនោះដោយសារតែគេខានរំលឹកមុនអាគមនឹងឯងដូច្នេះហើយគេសុំពេល7ថ្ងៃដើម្បីសូត្រអាគមរំលឹកគុណគ្រូនឹងឯងទោះបីជាគេរំលឹកអាគមបានវិញក៏ដោយគេតែម្នាក់ឯងមិនអាចធ្វើអ្វីយ៉ាងបាននោះទេឯងជឿជាក់មកលើជើងចោះពូស្រួចដោយសារតែគាត់មានអារម្មណ៍ផិតភ័យនៅពេលនោះគាត់បាននិយាយថាលោកគ្រូដោយពាក្យចាស់ថាការពារប្រសើរជាងព្យាបាលណាលោកគ្រូយើងគួរតែចាត់ចែងចាត់ការទៅលើគេមុនទៅអីលោកគ្រូដៀវបានហូបស្រាបន្តិចរួចឆោយថែបទៅកាន់ស្រីស្នេហ៍របស់គាត់បន្តិចគាត់បាននិយាយថា
ជើងថាកំព្រួយគឺកំព្រួយទៅឯងជឿជើងទៅយើងគឺជាគ្រូមន្តអាគមខ្លាំងក្លាពឹងផ្អែកទៅលើអាគ្រូម្នាក់នោះមកចាត់ការនឹងយើងយ៉ាងម៉េចនឹងបានទៅក្រោយមកពួកគាត់ក៏ចាប់ដើមនាំគ្នាអង្គុយផឹកស៊ីបន្តទៀតទៅឥឡូវត្រឡប់ទៅនិយាយពីពុទ្ធង្គនឹងកូនប្រពន្ធនៅក្នុងព្រៃវិញម្ដងបន្ទាប់ពីព្រះសង្ឃបានបង្ហាត់បង្រៀនមន្តអាគមទៅកាន់នេក្លាបានចប់សពគ្រប់ព្រះអង្គក៏បានលាអ្នកទាំងអស់គ្នាវិលត្រឡប់ចេញពីទីកន្លែងនេះផងដែរនៅពេលនោះពុទ្ធង្គបាននិយាយថាព្រះអង្គគ្រូសូមព្រះអង្គនិមន្តចូលទៅក្នុងភូមិជាមួយនឹងពួកខ្ញុំកណាទៅខ្ញុំកណានឹងបានបម្រើខ្លះសងគុណទៅកាន់ព្រះអង្គនៅពេលនោះលោកឪក៏បានតបថាមិនអីទេញោមសិស្សធម្មតាការជួបតែតែមានការបែកដូច្នេះហើយបើសិនជាមាននិស្ស័យពួកយើងប្រកាសជាបានជួបគ្នាទៀតពិតជាមិនខានអាត្មានៅក្នុងព្រៃតែមួយរយៈទៀតអាត្មានឹងធ្វើដំណើរចូលទៅក្នុងភូមិហើយនៅពេលនោះអ្នកទាំង3នាក់ក៏ចាប់ផ្ដើមបង្ហូរទឹកភ្នែកដោយសារតែនឹករលឹកទៅកាន់ព្រះអង្គមានគុណខ្លាំងណាស់ទៅកាន់គ្រួសាររបស់គាត់ក្រោយពីនោះទៅព្រះអង្គក៏បានចម្រើនពរលារួចហើយនិមន្តចេញពីទីកន្លែងនេះបានអ្នកទាំង3នាក់ក៏លែងបន្តរស់នៅក្នុងព្រៃដែរពួកគាត់ក៏ចាប់ផ្ដើមនាំគ្នារៀបចំសម្ភារៈធ្វើដំណើរឆ្លងកាត់ព្រៃចូលទៅដល់ភូមិកាត់ភូមិចូលទៅដល់ព្រៃរយៈពេល3ថ្ងៃពួកគាត់ក៏បានចូលទៅដល់ភូមិមួយនៅវេលាពេលព្រឹកខ្ទង់ប្រហែលជាម៉ោង9នៅពេលនោះគាត់ស្រាប់តែបានឃើញមនុស្សជុំអ្នកខ្លះក៏យំអ្នកខ្លះក៏ស្រែកពូថងឃើញហេតុការណ៍ដូច្នោះគាត់ក៏បាននិយាយទៅកាន់កូនប្រពន្ធថាណែអ្នកទាំងអស់គ្នាជើងធ្វើដំណើរទៅមើលបន្តិចទៅតោះពូថងគាត់ក៏បានដើរសម្ដៅទៅកាន់ចំណោមមនុស្សដែលកំពុងតែជួបជុំក្រោយពីទៅដល់គាត់ស្រាប់តែបានឃើញថាមានក្មេងប្រុស3នាក់ត្រូវគេចងភ្ជាប់នៅនឹងសសរក្រោយមកលោកគ្រូម្នាក់កំពុងតែយករំពាត់វាយដំទៅលើក្មេងប្រុសទាំងអស់នោះឃើញរឿងនោះហើយលោកពូមានអារម្មណ៍ងឿងឆ្ងល់ក្រោយមកគាត់ក៏បានសួរទៅកាន់អ្នកភូមិថាណែអ្នកទាំងអស់គ្នាតើពួកគេទាំង3នាក់នេះមានរឿងអ្វីទៅបានជាត្រូវគេចាប់ចងដូច្នេះលោកតាម្នាក់ក៏បានសម្លឹងទៅកាន់ពួកគាត់ទាំង3នាក់ហើយគាត់ជ្រួញចិញ្ចើមនិយាយឡើងថាអូមើលទៅអ្នកទាំង3នាក់មិនដឹងហេតុការណ៍នេះទេណែក្មេងទាំង3នាក់នេះមានភ្នែកពណ៌ខ្មៅមួយចាងទៀតលៀនដណ្ដានធ្វើដៃចងចងាងកំឡាច់អ្នកផ្ទះកំឡាច់អ្នកភូមិឥឡូវគេគិតថាមានខ្មោចព្រាយចូលសន្ធិដ្ឋគេបានចាប់វាមកទីកន្លែងនេះឲ្យលោកគ្រូស្វាជួយបណ្ដេញខ្មោចព្រាយចេញនឹងឯងឥឡូវលោកគ្រូស្វាកំពុងតែប្រើមន្តអាគមរបស់គាត់បណ្ដេញពពួកខ្មោចព្រាយហើយពូថងនិងកូនប្រុសរបស់គាត់បានសម្លឹងទៅកាន់លោកគ្រូស្វានោះកំពុងតែយករំពាត់វាយទៅលើក្មេងៗនៅពេលនោះគាត់មានចិត្តអាណិតខ្លាំងណាស់ពូថងក៏បាននិយាយទៅកាន់លោកគ្រូថាលោកគ្រូមានដឹងថាខ្មោចព្រាយវាយចូលសន្ធិដ្ឋទៅក្នុងខ្លួនរបស់ពួកគេដែរឬទេសំណួរមួយនោះបានធ្វើឲ្យលោកគ្រូស្វាខឹងក្តៅធ្លាប់ត្រជាក់ងឹងតែម្ដងលោកគ្រូស្វាគាត់បានតបថាណែលោកប្អូនឯងមកពីណាលោកប្អូនឯងប្រហែលជាមិនដឹងទេខ្ញុំនៅក្នុងភូមិនេះខ្ញុំជាអ្នកចែកអាគមបងក្រាបទៅកាន់ខ្មោចព្រាយការដោះអំពើអំពន់របស់ខ្ញុំគ្មាននរណាហ៊ានសួរនោះទេហេតុអ្វីក៏លោកប្អូនមិនហ៊ានសួរដូច្នេះយ៉ាងម៉េចចង់ផ្ចាញ់ផ្ចាមែនឬទេពេលនោះពូថងដោយសារតែឃើញលោកគ្រូនោះឆាវឆាវគាត់ក៏បាននិយាយសម្រួលថាមិនមែនចឹងទេលោកគ្រូដោយសារតែពពួកខ្មោចព្រាយជើងមានវិធីសាស្ត្រដោះស្រាយបណ្ដាញវាចេញតាមរបៀបផ្សេងគ្នាបើយើងគិតតែវាយដូច្នេះនេះបើសិនជាខ្មោចព្រាយចេញពីខ្លួនក្មេងនេះទៅក្មេងនេះប្រកាសជាមានរបួសធ្ងន់ធ្ងរហើយប្រកាសជាក្រំក្នុងពិតជាមិនខានឪពុកម្ដាយរបស់ក្មេងទាំង3បន្ទាប់ពីឮសម្ដីរបស់ពូថងនិយាយដូច្នោះពួកគាត់បើកភ្នែកធំរួចនិយាយថាមែនហើយពួកខ្ញុំភ្លេចគិតទេតាបើគិតតែវាយដូច្នេះបើសិនជាពពួកខ្មោចព្រាយចេញបាត់នោះកូនរបស់ខ្ញុំនេះប្រកាសជាក្រំក្នុងស្លាប់ពិតជាមិនខានមិនកើតទេលោកគ្រូឈប់វាយទៅលើវាទៅលោកគ្រូស្វាក៏បាននិយាយថាម៉េចខ្ញុំជាគ្រូអាគមឬក៏គេជាគ្រូអាគមស្ដាប់ខ្ញុំឬក៏ស្ដាប់គេឬក៏ចង់បន្តឲ្យខ្មោចព្រាយសន្ធិដ្ឋនៅក្នុងខ្លួនក្មេងទាំង3នេះបន្តទៀតជឿខ្ញុំទៅខ្ញុំនឹងបណ្ដេញខ្មោចព្រាយចេញពីខ្លួនវាឲ្យបាន
នៅពេលនោះលោកគ្រូក៏បន្តការវាយចំណែកឯពុកម្ដាយក្មេងនោះក៏ចាប់ដើមនាំគ្នាស្រែកយំក្មេងទាំង3នៅតែលៀនអណ្ដាតបើកភ្នែកធំសម្លឹងទៅដាក់គ្រូមើលទៅគ្រូនេះប្រហែលជាស្ទើរភ្លើងមិនសូវជាចេះអាគមប៉ុន្មាននោះទេខណៈពេលនោះនាយខ្លាក៏បាននិយាយថាលោកគ្រូហើយមិនឃើញសូត្រអាគមអីខ្លាំងខ្លាផងនឹងឃើញតែសូត្រអាគមកំពេកកំប៉ុកចេះតែវាយទៅលើក្មេងអាគមនេះគឺអាគមមិនដេញខ្មោចព្រាយកំពេកកំប៉ុកទេតាភ្លាមនោះលោកគ្រូស្វាចាប់ផ្ដើមបើកភ្នែកធំរួចហើយខឹងទៅកាន់អ្នកកំឡោះនោះគាត់បាននិយាយថាអាក្មេងម្សិលមួយថ្ងៃមិនតនឹងរូបបន្លៃពីក្បាលផងឯងនេះហេតុអ្វីក៏មិនចេះនិយាយចរចាជាមួយនឹងយើងឯងចេះអាគមប៉ុន្មានទៅនិយាយប្រាប់ជើងមកលោកពូម្នាក់ដែលត្រូវជាកូនចៅរបស់លោកគ្រូស្វាក៏បានសម្លឹងទៅកាន់មុខនៃខ្លារួចនិយាយថាយ៉ាងម៉េចឯងនិយាយផ្ចាញ់ផ្ចានេះចង់សាក់អាគមជាមួយនឹងគ្រូមែនទេនាយខ្លាក៏បំរុងហាមាត់និយាយទៅកាន់លោកគ្រូម្នាក់នោះក៏ប៉ុន្តែឪពុករបស់គេបានកេះកូនប្រុសរួចនិយាយថាណែកូនឯងថយទៅក្រោយសិនទៅទុកឲ្យពុកនិយាយជាមួយនឹងគេចាស់ទុំនិយាយជាមួយនឹងចាស់ទុំក្មេងកុំចេះលូកមាត់លោកគ្រូស្វាក៏បានចិត្តរួចនិយាយថាមែនហើយឯងជាក្មេងកុំចេះលូកមាត់រឿងចាស់និយាយគ្នាក្រោយមកពូធំក៏បាននិយាយថានៅលោកគ្រូរបៀនមួយនេះមិនមែនជារបៀនបណ្ដេញខ្មោចព្រាយបិសាចចេញពីក្នុងខ្លួនរបស់ក្មេងនោះទេវាគ្រាន់តែជារបៀនបណ្ដេញខ្មោចព្រាយបិសាចនៅតាមព្រៃតែប៉ុណ្ណោះលោកគ្រូស្វាកាន់តែខឹងរួចគាត់និយាយថាបើសិនជាអញ្ចឹងឯងសាក់អាគមជាមួយនឹងយើងទៅចាំមើលឯងចេះអាគមពិតប្រាកដឬក៏យើងចេះអាគមពិតប្រាកដអ្នកភូមិក៏ចាប់ដើមសម្លឹងមុខគ្នារួចហើយម្នាក់ចាប់ដើមមានចម្ងល់តើអ្នកណាជាអ្នកចេះអាគមខ្លាំងខ្លាពិតប្រាកដពួកគេក៏ចាប់ដើមដើរថយក្រោយឲ្យលោកគ្រូទាំងពីរនាក់នេះសាក់អាគមជាមួយនឹងគ្នាក៏ប៉ុន្តែពេលនោះនេះខ្លាបាននិយាយថាលោកគ្រូខាងនេះមិនចាំបាច់ដកពុករបស់ខ្ញុំនោះទេត្រឹមតែលោកគ្រូឲ្យខ្ញុំសាក់ក៏បានដែរពូធំគាត់ចេះតែខាត់ក៏ប៉ុន្តែអ្នកកំឡោះបាននិយាយថាលោកពុកគេនេះមានអំណត់ខ្លាំងណាស់គេធ្វើបាបទៅកាន់មនុស្សទោះឲ្យខ្ញុំជាអ្នកចាត់ការលោកពុកចាស់ហើយមិនបាច់ទៅនិយាយជាមួយនឹងគេនោះទេក៏ប៉ុន្តែពេលនោះពូធំដោយសារតែអាណិតក្មេងគាត់ក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាណែចង់សាក់អាគមសាក់អីសាក់ទៅក៏ប៉ុន្តែខ្ញុំសូមបណ្ដេញខ្មោចព្រាយចេញពីខ្លួនរបស់ក្មេងនេះសិនលោកគ្រូស្វាសោចខ្លាំងរួចនិយាយថាអាយ៉ាចេះបណ្ដេញខ្មោចព្រាយផងមើលសាក់មើលបន្តិចមើលឲ្យយើងភ្លឺភ្នែកបន្តិចមើលឯងដេញចេញបានដែរឬអត់ក្រោយមកលោកគ្រូធំក៏បាននិយាយទៅកាន់ឪពុកម្ដាយក្មេងថាអ្នកទាំងអស់គ្នាឲ្យខ្ញុំសុំទោសផងខ្ញុំគ្រាន់តែបណ្ដេញខ្មោចព្រាយចេញពីក្នុងខ្លួនក្មេងតែប៉ុណ្ណោះតើអនុញ្ញាតដែរឬទេពេលនោះអ្នកទាំងអស់គ្នាបានលើសម្ដីរបស់លោកគ្រូម្នាក់នេះសមហេតុសមផលពួកគេក៏បានចូលព្រមលោកគ្រូក៏បាននិយាយថាណែឥឡូវខ្ញុំសុំទឹកមួយផ្តិលបានដែរឬអត់ឪពុកម្ដាយក្មេងក៏បានទៅយកទឹកមួយផ្តិលយកមកឲ្យលោកគ្រូធំដោយសារតែគ្មានខ្សែអំបោះគាត់ក៏ចាប់ដើមហូតសរសៃអំបោះចេញពីក្រមារបស់គាត់រួចហើយវិញចងយកទៅកូរជាមួយនឹងទឹកមុននោះគាត់សូត្រផ្លុំមុនអាគមមួយសន្ទុះរួចហើយក៏បានធ្វើជាចំណងយកទៅចងនៅលើករបស់ក្មេងបន្ទាប់ពីនោះទៅគាត់ក៏ចាប់ដើមប្រោះព្រំទឹកមុនរួចហើយគាត់ក៏ចាប់ដើមសូត្រមុនអាគមដ៏ខ្លាំងក្លាភ្លាមនោះវិញ្ញាណខ្មោចព្រាយបិសាចដែលបានសន្ធិដ្ឋនៅក្នុងខ្លួនក្មេងក៏ចាប់ដើមស្រែកខ្លាំងវាបានស្រែកមកជាសំឡេងរបស់មនុស្សចាស់អ្នកភូមិគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់លោកគ្រូម្នាក់នេះគ្រាន់តែសូត្រអាគមបន្តិចខ្មោចព្រាយក៏ចាប់ដើមស្រែកចាយតែម្ដងក៏ប៉ុន្តែលោកគ្រូស្វាវាយរំពាត់ជូរណាស់ហើយគ្មានលើខ្មោចព្រាយស្រែកអីសំបីតែបន្តិចអ្នកភូមិក៏ចាប់ដើមសម្លឹងទៅកាន់មុខរបស់លោកគ្រូធំគេបាននិយាយថាលោកគ្រូហេតុអ្វីក៏សំឡេងចេញពីកូនក្មេងនេះគឺជាសំឡេងមនុស្សចាស់គ្រូធំបានតបថាតាមពិតទៅគឺជាវិញ្ញាណរបស់ពពួកខ្មោចព្រាយវាអ្នកស្រែកនឹងឯងមិនមែនក្មេងនេះជាអ្នកស្រែកនោះទេឥឡូវឈប់ចាំខ្ញុំមួយផ្លែតសិនទៅលោកគ្រូធំសូត្រអាគមបន្ថែមទៀតនៅពេលនោះពួកវាក៏ចាប់ដើមស្រែកបន្លឺខ្លាំងសំឡេងស្រែករបស់វានោះមើលទៅគួរឲ្យខ្លាចកំពុងតែធ្ងន់ធ្ងរលោកគ្រូបន្ទាប់ពីដឹងថាពួកវាទាំងអស់នោះកំពុងតែចាញ់អាគមហើយគ្រូធំក៏បានសួរថាណែពួកឯងទាំងអស់គ្នា
គឺជាពួកខ្មោចព្រាយមកពីណាចូលទៅសន្ធិដ្ឋក្នុងខ្លួនរបស់ក្មេងនេះព្រាយក៏បាននិយាយថាលោកគ្រូខ្ញុំក៏មិនចង់ចូលសន្ធិដ្ឋដែរក៏ប៉ុន្តែពួកវាទាំង3នាក់នេះប្រហើនខ្លាំងណាស់ហ៊ានទៅស៊ីសំណាញ់ដែលគេដាក់សែននៅក្រោមដើមពោធិ៍កន្លែងផ្លូវបែកជា4ក្រោយវត្តខ្ញុំមិនទាន់បានស៊ីផងពួកវាស៊ីអស់ទៅហើយពេលនោះលោកគ្រូធំក៏បានសួរបន្តទៀតថាណែតើសំណែននោះមានស្អីខ្លះទៅបានជាឯងហាក់ដូចជាចង់ធ្វើបាបទៅកាន់ក្មេងនេះណាប្រាប់ជើងមកជើងនឹងឲ្យម្ដាយឪពុករបស់គេរៀបចំឲ្យព្រាយក៏បាននិយាយថាលោកគ្រូមាននំនែកគ្រឿងចំអាបព្រមទាំងមន់ស្ងោរមួយគូផងដែរគេបានសែនសំណែនបែបបនរួចឆោយបានសែនមកឲ្យពូខ្ញុំក៏ប៉ុន្តែពួកវានេះកំពុងតែលេងដីបន្ទាប់ពីឃើញគេសែនវាក៏ដណ្ដើមគ្នាហើយស៊ីអស់ខ្ញុំនេសាទតែខឹងពេកក៏បានចូលសន្ធិដ្ឋក្នុងខ្លួនរបស់ពួកវាទៅពូធំក៏បានសម្លឹងទៅកាន់មុខឪពុកម្ដាយរបស់ក្មេងក្រោយមកគាត់ក៏បាននិយាយថាណែតាមពិតទៅដោយសារតែក្មេងនេះវាមានកំហុសមុននោះទេឥឡូវនេះបើសិនជាគេឲ្យធ្វើសំណែនអ្នកទាំងអស់គ្នាព្រមធ្វើដែរឬទេឪពុកម្ដាយក៏ចាប់ផ្ដើមនិយាយថាលោកគ្រូព្រមទៅទោះជាធ្វើអ្វីក៏ខ្ញុំព្រមដែរឲ្យតែកូនប្រុសរបស់ខ្ញុំនេះជានាមកដូចដើមវិញខ្ញុំមិនស្ដាយនោះទេគ្រូធំក៏បានសម្លឹងទៅកាន់មុខក្មេងនោះដែលកំពុងតែសម្លឹងមករកគាត់បានសួរថាខ្មោចព្រាយបើឯងត្រូវការនោះតើត្រូវការអ្វីប្រាប់មកគេសែនព្រានថ្វាយឲ្យព្រាយក៏បាននិយាយថាឥឡូវនេះពួកខ្ញុំមិនចង់បានអ្វីច្រើននោះទេម្យ៉ាងទៀតលោកគ្រូក៏មានអាគមខ្លាំងដែរខ្ញុំក៏មិនអាចនៅក្នុងខ្លួនរបស់ក្មេងនេះបានយូរប្រកាសជាត្រូវរលែងឥឡូវនេះស្ទំត្រឹមតែមន់ស្ងោរមួយគូនិងគ្រឿងចង្អាបបន្តិចបន្តួចតែប៉ុណ្ណោះទៅដាក់ក្រោមដើមពោធិ៍នោះឲ្យខ្ញុំវិញទៅលោកគ្រូធំងក់ក្បាលរួចនិយាយថាឥឡូវនាំគ្នាចេញទៅឈប់ធ្វើបាបក្មេងទៅបន្តិចក្រោយមកពួកវាក៏បានចេញអស់រួចហើយលោកគ្រូធំក៏បានប្រាប់ទៅកាន់ឪពុកម្ដាយក្មេងឲ្យរៀបចំសំណែនតាមគេប្រាប់យកទៅដាក់នៅក្រោមដើមពោធិ៍វិញក្មេងទាំង3នាក់ក៏បានសន្លប់បន្ទាប់ពីពពួកខ្មោចព្រាយបានចេញទៅបាត់ពេលនោះលោកគ្រូក៏បានយកទឹកមន្តប្រោះព្រំបន្ថែមទៀតក្មេងក៏ចាប់ផ្ដើមងើបដឹងខ្លួនរួចហើយគេក៏បានឲ្យគេស្រែកខ្សែចេញពីខ្លួនក្មេងទាំងអស់នេះផងដែរក្មេងៗភ័យណាស់រត់ស្រវាទៅអបឪពុកម្ដាយលោកគ្រូស្វាជាមួយនឹងគ្នារបស់គាត់បើកភ្នែកធំរួចនិយាយថាណែវើយអាប៉ែនេះអាចធ្វើបានមែនមើលទៅមុនអាគមរបស់គេមិនធម្មតានោះទេតែយើងគិតយ៉ាងម៉េចទៅកូនចៅគ្រូស្វាបាននិយាយថាលោកគ្រូជ្រុលនិយាយហើយក៏មិនបាក់មុខយើងសាក់អាគមជាមួយនឹងគេទៅតែលោកគ្រូស្វាចេះតែអាគមហៅខ្មោចព្រាយនិងបណ្ដាញខ្មោចព្រាយកំពេចកំប៉ុកតែប៉ុណ្ណោះធ្លាប់ធ្វើដំណើរចូលទៅក្នុងព្រៃស្គាល់មិត្តភ័ក្តិដែលចេះអាគមម្នាក់គេបានបង្ហាត់បង្រៀនបន្តិចបន្តួចទៅគាត់ក៏ប៉ុន្តែគាត់បានធ្វើជាគ្រូនៅទីកន្លែងនេះអាងចាងថាគាត់ចេះមុនអាគមខ្លាំងក្លាតែនៅក្នុងពេលនោះអ្នកភូមិនេសាទតែចង់ដឹងថាលោកគ្រូស្វាចេះមុនអាគមពិតប្រាកដដែរឬអត់ពួកគេបាននិយាយថាឥឡូវនេះដល់ពេលដែលលោកគ្រូស្វាសាក់មុនអាគមជាមួយលោកគ្រូដែលបានធ្វើដំណើរមកពីឆ្ងាយនេះហើយគ្រូស្វាចាប់ផ្ដើមភ័យញាត់ដៃញាត់ជើងនៅពេលនោះនាយខ្លាក៏បានដើរចូលទៅមុខរួចហើយនិយាយថាចាំមិនលោកគ្រូហាក់ដូចជាញាត់ខ្លាំងម្លេះម្ដេចក៏ញើសបាច់ពេញថ្ងៃអញ្ចឹងគ្រូស្វាបានតបថាអូតាមពិតជើងញាត់ចង់សោតមុនអាគមទេជើងគ្មានខ្លាចឯងនោះទេឆាប់ចាញ់មុនអាគមមកលោកគ្រូស្វាចាប់ផ្ដើមប្រណម្យដៃសោតអាគមដើម្បីហៅខ្មោចព្រាយក៏ប៉ុន្តែព្រាយណាចេញពេលថ្ងៃឲ្យគេបានឃើញច្បាស់នឹងភ្នែកកើតទៅលុះត្រាតែពេលជប់ក្នុងពេលនោះនេះខ្លាក៏ចាប់ផ្ដើមបញ្ចេញសម្លេងស្រែកក្រហមហាក់ដូចជាសត្វខ្លាសម្លេងគួយខ្លាចកៅភ្នែករបស់គេក៏មានពន្លឺពណ៌ក្រហមហាក់ដូចជាភ្លើងកំពុងតែឆេះលោកគ្រូស្វាភ័យញាត់ជើងក៏ចាប់ផ្ដើមលុតជង្គង់ក្រឹបរួចហើយលើកដៃសំពះនិយាយឡើងថាលោកគ្រូមានមន្តអាគមខ្លាំងណាស់សូមអនុគ្រោះឲ្យពួកខ្ញុំផងតាមពិតទៅខ្ញុំចេះមន្តអាគមតែបន្តិចបន្តួចនោះទេសូមអនុគ្រោះផងអ្នកភូមិក៏ចាប់ផ្ដើមយកដៃទះទ្រង់រួចហើយនិយាយព្រមគ្នាថាលោកឲ្យលោកស្មានតែមន្តអាគមខ្លាំង
បាយជាមកធ្វើជាគ្រូនៅទីកន្លែងនេះម្យ៉ាងទៀតមកបណ្ដេញខ្មោចព្រាយវាយកូនក្មេងសឹងតែនឹងស្លាប់គ្រូឯងនេះសុំតែបណ្ដេញឲ្យចេញពីភូមិនេះទេតើខណៈនោះពូថងបាននិយាយថាណែអ្នកភូមិទាំងអស់គ្នាតាមពិតទៅគ្រូនេះក៏គ្មានគោលបំណងអាក្រក់អ្វីដែរអាគមដែលគាត់សូត្រនោះគឺជាអាគមបណ្ដេញព្រាយក៏ប៉ុន្តែមិនមែនបណ្ដេញព្រាយនៅក្នុងខ្លួននោះទេដោយសារតែគាត់មិនចេះនឹងឯងអនុគ្រោះឲ្យគាត់ទៅគ្រូស្វានឹងគ្នាក៏បានលើកដៃសំពះរួចនិយាយថាខ្ញុំអរគុណណាស់លោកគ្រូដែលបានជួយអង្វរកទៅកាន់អ្នកភូមិបន្ទាប់ពីនោះរឿងរ៉ាវក៏បានចប់សពក្រុមអ្នកភូមិក៏បានសុំឲ្យអ្នកទាំង3នាក់សម្រាប់នៅទីកន្លែងនេះដើម្បីពួកគាត់ជួយផ្គត់ផ្គង់អាហារក៏ប៉ុន្តែពុទ្ធងបានតបថាអូមិនអីទេអ្នកទាំងអស់គ្នាខ្ញុំមានកិច្ចការច្រើនណាស់ខ្ញុំត្រូវប្រញាប់ធ្វើដំណើរទៅកាន់ស្រុកភូមិរបស់ខ្ញុំក្រោយពេលនោះទៅអ្នកភូមិក៏បណ្ដោយឲ្យពួកគាត់ធ្វើដំណើរចេញទៅតែអ្នកភូមិសរសើរពួកគាត់ទាំង3នាក់នោះមិនដាច់ពីមាត់នោះទេរំពេចនោះពូថងបាននិយាយទៅកាន់កូនប្រុសថាណែកូនប្រុសឯងស្រែកអីក៏ខ្លាំងម្លេះធ្វើឲ្យគេនោះភ័យញាត់ដៃញាត់ជើងសឹងតែសន្លប់មាត់ទៅហើយកំឡោះខ្លះបាននិយាយថាលោកពុកតាមពិតទៅខ្ញុំមិនចង់នោះទេតែគ្រូនោះមានអំណត់ខ្លាំងពេកតាមពិតទៅគ្មានចេះស្អីសោះបាយជាមកធ្វើគ្រូនៅទីកន្លែងនេះបាយជាមិនមកតន់ប្រកាសជាវាយក្មេងនោះកន្ទួលរវាមពេញតែខ្លួនពិតជាមិនខានចំណែកឯពុកម្ដាយរបស់ក្មេងវិញក៏នាំកូនក្មេងទៅផ្ទះរួចហើយក៏យកថ្នាំមកលាបរបួសរបស់ពួកគេអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើសំណែនយកទៅសែនព្រេននៅក្រោមដើមពោធិ៍នោះរួចហើយក៏បន់ស្រន់សុំខមាទោសទៅកាន់ពពួកអមនុស្សផងដែរពពួកអមនុស្សទាំងឡាយបន្ទាប់ពីទទួលបានសំណែនទាំងអស់នោះវាក៏ចាប់ផ្ដើមស្រួលចិត្តលែងធ្វើបាបទៅកាន់ក្មេងខ្មាំងទាំងអស់គ្នានោះក្រោយមកលោកគ្រូស្វាក៏ឈប់ធ្វើជាគ្រូមន្តអាគមរួចហើយទៅប្រកបមុខរបរធម្មតាដូចជាគេដូចជាឯងទៅចំណែកឯអ្នកទាំង3នាក់បានបន្តដំណើរអស់រយៈពេល2ថ្ងៃជាងទៀតក៏បានទៅដល់ស្រុកភូមិរបស់គាត់ក៏ប៉ុន្តែគម្រប់7ថ្ងៃក៏បានឈានចុះមកដល់នៅក្នុងពេលនោះពូធៀងក៏បានប្រជុំទៅកាន់អ្នកភូមិឲ្យអ្នកភូមិទាំងអស់គ្នាត្រៀមខ្លួនការប្រយុទ្ធម្ដងនេះមិនដឹងថាចាញ់ឬឈ្នះនោះទេបើសិនជាមិនស្រួលឲ្យពួកគេគេចាញ់ពីទីកន្លែងនេះទៅកុំឲ្យពពួកគ្រូនិងពពួកខ្មោចព្រាយធ្វើបាបទៅកាន់គាត់ទៀតអ្នកភូមិក៏ចាប់ផ្ដើមនិយាយព្រមគ្នាថាលោកគ្រូស្ម័គ្រចិត្តនៅទីកន្លែងនេះជួយពួកជើងមិនរត់ចោលលោកគ្រូនោះទេខ្ញុំនឹងយកកំភ្លើងទប់ទល់ជាមួយនឹងពួកវាមេភូមិបាននិយាយថាណែអ្នកទាំងអស់គ្នាមិនចាំបាច់នោះទេយប់នេះខ្ញុំចាត់ការជាមួយនឹងវាតែម្នាក់ឯងបានហើយអ្នកទាំងអស់គ្នានៅឆោយឆ្ងាយពីខ្ញុំទៅខ្មោចព្រះបិសាចប្រកាសជាបង្ហាញខ្លួននៅក្នុងជប់នេះវេលាពេលយំក៏បានឈានចុះមកដល់មេភូមិក៏ចាប់ផ្ដើមដំមង្គលសីមាជា4ជ្រុងរួចហើយព័ទ្ធសីមាជំវិញខ្លួនគាត់បានធ្វើសីមានោះនៅចំកណ្ដាលផ្លូវតែម្ដងចំណែកឯអ្នកភូមិច្រើនកោះកក៏បានមកឈរក្បែរនេះក៏ប៉ុន្តែមិនហ៊ានទៅជិតពេកនោះទេលោកគ្រូធៀងក៏បានអុជចន្លោះព័ទ្ធជំវិញខ្លួនរបស់គាត់យប់ជ្រៅបន្តិចស្រាប់តែសម្លេងពពួកអមនុស្សក៏ចាប់ផ្ដើមនាំគ្នាស្រែកបន្លឺពេញទៅទីកន្លែងនេះសម្លេងគួយខ្លាចនោះបានធ្វើឲ្យអ្នកភូមិចាប់ផ្ដើមព្រឺរោមបន្តិចក្រោយមកស្រាប់តែមានពពួកអមនុស្សជាច្រើនខ្លះស្លៀកពាក់ខ្មៅខ្លះស្លៀកពាក់សខ្លះទៀតមានភ្នែករុងខ្លះទៀតសក់វែងអន្លាយអស់ដីក៏ចាប់ផ្ដើមទៅព័ទ្ធជំវិញខ្សែសីមានោះខណៈពេលនោះផងដែររំដួលនឹងម្ដាយរបស់នាងមានចិត្តព្រួយបារម្ភទៅកាន់ឪពុកខ្លាំងណាស់ក៏ប៉ុន្តែមិនដឹងជាធ្វើយ៉ាងម៉េចដោយសារតែពួកគេមិនអាចទៅជួយលោកមេភូមិបានមេភូមិបន្ទាប់ពីឃើញបរិវារពពួកខ្មោចព្រាយបានចូលមកដល់ទីកន្លែងនេះគាត់ក៏ចាប់ផ្ដើមទាញអង្គដំណើបសូត្រសែបមន្តអាគមបាច់ទៅលើខ្លួនវាគ្រាន់តែត្រូវអង្គអាគមពពួកវាទាំងអស់នោះចាប់ផ្ដើមរមៀលស្រែកពេញតែដីតែស្របពេលនោះផងដែរស្រាប់តែព្រាយចង្កូមខ្មៅក៏បានចូលមកដល់ទីកន្លែងនេះរំពេចនោះព្រាយក៏ចាប់ផ្ដើមឈរសម្លឹងទៅកាន់លោកមេភូមិព្រាយបាននិយាយថាអាមេភូមិអាគមកំពេញកំប៉ុកនេះហ៊ានមកចាត់ការទប់ទល់ជាមួយនឹងជើងផងឥឡូវនេះជើងនឹងឲ្យដឹងដៃពីអានុភាពរបស់ជើងព្រាយចង្កូមខ្មៅក៏ចាប់ផ្ដើមប្រែរូបរាងខ្លាយទៅជាសត្វខ្លាខ្មៅដ៏ធំរួចហើយរត់ទៅបំបុកខ្សែសីមាទាំងអស់នោះខ្សែសីមារបស់លោកមេភូមិក៏បានដាច់ខ្ទេចខ្ទីនៅពេលនោះពពួកខ្មោចព្រាយក៏ចាប់ផ្ដើមក្រោកឡើងមកវិញខ្មោចព្រាយទាំងអស់ក៏ចាប់ផ្ដើមលូកដៃ
ទៅច្របាច់កលោកគ្រូតែមេភូមិក៏ចាប់ផ្ដើមទាញកំបាត់អាគមរួចឆោយសូត្រផ្លុំកាប់ក្រវ៉ាត់ក្រវែងទៅលើពួកវាតែពួកវានោះមានចំនួនច្រើនខ្លាំងណាស់ស្លៀកពាក់រញ៉េរញ៉ៃអ្នកភូមិព្រឺក្បាលខ្ញាក់ខ្ញាក់បន្ទាប់ពីឃើញទស្សនភាពនោះខណៈពេលនោះរំដួលនឹងម្ដាយក៏ចាប់ផ្ដើមស្រែកយំដោយសារតែអាណិតទៅកាន់លោកមេភូមិនឹងឯងមេភូមិដោយសារតែអស់ជំរើសគាត់ក៏ចាប់ផ្ដើមយកកំបិតរបស់គាត់ចាក់ផ្ទប់ចូលទៅក្នុងដីរួចឆោយស្ទូតអាគមទះដៃទៅលើដីពីរ3ដងរំវងសីមាក៏ចាប់ផ្ដើមកើតឡើងពពួកខ្មោចព្រាយចូលទៅមិនចោះវាប៉ះភ្លាមដៃរបស់វាក្តៅក៏ចាប់ផ្ដើមស្រែកប្រកាច់ប្រកិននៅពេលនោះលោកមេភូមិក៏ចាប់ផ្ដើមប្រាអាគមមួយជាន់ទៀតក៏ប៉ុន្តែស្របពេលនោះផងដែរសត្វខ្លាខ្មៅក៏ចាប់ផ្ដើមស្ទុះចូលទៅរួចឆោយបំបុកសីមាអាគមរបស់លោកមេភូមិព្រមទាំងបុកលោកមេភូមិឲ្យប៉ាំងខ្ទាត 4-10 ម៉ែត្រផងដែរមេភូមិដួលត្រឡប់ត្រលិនប៉ះជាមួយនឹងដីក្រឡិតក្រឡាញពេញតែមុខពេញតែមាត់នៅពេលនោះគាត់ក្រោកឡើងព្យាយាមក្រោកទាំងញ័រជើងទៅត្រុតមេភូមិតស៊ូណាស់ដើម្បីអ្នកស្រុកអ្នកភូមិនេះទោះបីជាគាត់ស្លាប់ក៏គាត់នៅតែការពារទៅកាន់អ្នកភូមិដែរមេភូមិធៀងទាញកំបិតរបស់គាត់ស្ទុះចូលទៅសាជាថ្មីក៏ប៉ុន្តែសត្វខ្លាខ្មៅក៏ចាប់ផ្ដើមស្ទុះមកយ៉ាងលឿនរួចឆោយបំបុកមេភូមិឲ្យប៉ាំងខ្ទាតសាជាថ្មីពេលនោះវាសង្កត់ទៅលើលោកមេភូមិបំរុងនឹងសម្លាប់ទៅកាន់លោកមេភូមិតែស្របពេលនោះផងដែរស្រាប់តែមានសត្វខ្លាភ្លើងមួយក្បាលស្រែកក្រហមបោះពួយមកយ៉ាងលឿនខ្លាភ្លើងនោះបានទៅបំបុកខ្លាខ្មៅឲ្យប៉ាំងខ្ទាតដួលត្រឡប់ត្រលិនរំពេចនោះសត្វខ្លាភ្លើងក៏បានស្ទុះទៅខំមួយចង្កូមទៅលើខ្លាខ្មៅបានធ្វើឲ្យភ្លើងឆេះពេញទៅខ្លួនវាភ្លាមនោះផងដែរសត្វខ្លាខ្មៅក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាព្រាយចង្កូមខ្មៅវិញនៅពេលនោះវាបាននិយាយថាឯងគឺជាគ្រូអាគមមកពីណាហេតុអ្វីក៏ហ៊ានមកអុកឡុកនៅទីកន្លែងនេះឆាប់បង្ហាញរូបរាងពិតមកពេលនោះសត្វខ្លាភ្លើងក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាកំឡោះសង្ហាម្នាក់គេនោះបានញញឹមរួចនិយាយថាយ៉ាងម៉េចអាព្រាយបិសាចឯងចង់ធ្វើអ្វីយើងសាកមើលទៅខណៈពេលនោះបិសាចចង្កូមខ្មៅក៏ចាប់ផ្ដើមបង្កើតផ្សែងខ្មៅរបស់ខ្លួនរួចឆោយមកទប់ទល់ជាមួយនឹងកំឡោះនេះកំឡោះរបស់ជើងក៏ចាប់ផ្ដើមប្រណម្ដៃបង្កើតដុំភ្លើងនៅក្នុងប្រអប់ដៃរួចឆោយក៏គប់សម្ដៅទៅរកវាផងដែរឆាកប្រយុទ្ធអស់មួយសន្ទុះលន់លើសំឡេងខ្លាំងអ្នកភូមិជ្រួចច្របល់នាំគ្នារត់ចូលទៅគៀនដោយសារតែខ្លាចដុំភ្លើងប៉ះត្រូវជាមួយនឹងខ្លួនរបស់ពួកគាត់ការប្រយុទ្ធនេះអស់មួយសន្ទុះដែរនៅពេលនោះបិសាចចង្កូមខ្មៅមិនអាចទប់ទល់ជាមួយនឹងកំឡោះបានវាក៏ចាប់ផ្ដើមប្រែរូបរាងខ្លាចទៅជាសត្វខ្លាខ្មៅរត់ចេញពីទីកន្លែងនេះតែស្របពេលនោះផងដែរខ្លាភ្លើងក៏បានប្រែរូបរាងដូចដើមរួចឆោយស្ទុះទៅខាំខ្លាខ្មៅនោះក៏ធ្វើឲ្យវាឆេះសន្ធោសន្ធៅស្លាប់រលាយបាត់ចេញពីទីកន្លែងនោះទៅក្រោយពីនោះទៅគេក៏បានប្រែរូបរាងមកខ្លាចជានាយខ្លាដូចដើមវិញនាយខ្លាក៏បានដើរសម្ដៅទៅរកលោកពូនៅពេលនោះពូធៀងគាត់មានអារម្មណ៍ងឿងឆ្ងល់ខ្លាំងណាស់គាត់សម្លឹងទៅកាន់កំឡោះម្នាក់នេះមុខស្តៀងហាក់ដូចជាធ្លាប់ស្គាល់នៅពេលនោះលោកមេភូមិបានសួរថាណែលោកគ្រូក្មេងតើឯងធ្វើដំណើរមកពីណាទៅខ្ញុំដូចជាមិនធ្លាប់ស្គាល់ឯងនោះទេអ្នកភូមិក៏នាំគ្នាដើរចូលទៅជិតរួចហើយសម្លឹងទៅកាន់កំឡោះនេះរូបរាងសង្ហាក៏ប៉ុន្តែមុខមាត់មើលទៅដូចជាធ្លាប់ស្គាល់ចំណែកឯនាយខ្លាបាននិយាយថាលោកពុកខ្ញុំគឺជាកូនធွာរបស់លោកពុកនឹងឯងខ្ញុំគឺជាកូនខ្លាពូធៀងគាត់ចាប់ដើមឈោស្កប់រួចឆោយស្រក់ទឹកភ្នែកពេលនោះគាត់ក៏បានស្រវាអោបទៅកាន់កូនធွာរបស់គាត់អ្នកភូមិគ្រប់គ្នាក៏ចាប់ដើមនាំគ្នាមានអារម្មណ៍ងឿងឆ្ងល់ដែរពួកគេក៏បានដើរចូលទៅជិតរួចឆោយពិនិត្យមើលឲ្យបានច្បាស់នៅពេលនោះផងដែរស្រាប់តែបានឃើញពុទ្ធងព្រមទាំងមីងធីតាធ្វើដំណើរចូលទៅរំពេចនៅអ្នកភូមិក៏បានជឿថាកំឡោះដ៏មានឫទ្ធិអំណាចម្នាក់នេះពិតជាកូនខ្លាកាលពីមុនពិតប្រាកដមែនពូធងជាមួយនឹងមីងធីតាបានដើរចូលទៅរួចឆោយគាត់ក៏បានស្រវាអោបទៅកាន់សម្លាញ់របស់ខ្លួននៅពេលនោះពូធៀងបានអោបសម្លាញ់ទាំងទឹកភ្នែករួចនិយាយថាសម្លាញ់មួយរយៈពេលធំនេះឯងបាត់ទៅណាទៅហេតុអ្វីក៏មិនដែលឃើញឯងវិលត្រឡប់ចូលមកស្រុកភូមិវិញសោះពូធងគាត់ក៏មានទឹកភ្នែកហូររួចនិយាយថាសម្លាញ់ខ្ញុំបាយពីឯងទៅ
ខ្ញុំទៅរស់នៅក្នុងព្រៃវាមិនសូវជាលំបាកលំបិនប្រមាណនោះទេគ្រាន់តែធុញថប់និងមានអារម្មណ៍ថាស្ងប់ស្ងាត់ខ្ញុំក៏នឹកអ្នកទាំងអស់គ្នាខ្ញុំក៏ចង់ធ្វើដំណើរចូលមកក្នុងភូមិវិញដែររីឯមីងធីតាក៏បានទៅអបមីងណូដែលជាមិត្តសម្លាញ់របស់គាត់តាំងពីក្មេងនោះភ្លាមនោះអ្នកមីងក៏បានហៅរំដួលឲ្យទៅសំពះជម្រាបសួរទៅកាន់ឪពុកម្ដាយធររំដួលលើកដៃសំពះនៅក្នុងពេលនោះពូថងបាននិយាយថាណែនេះគឺជាកូនរំដួលមែនឬទេមីងនោះគាត់ក៏បានឆ្លើយតបថាមែនហើយលោកបងគឺជារំដួលឥឡូវនេះនាងពេញក្រមុំហើយពួកគេទាំងអស់គ្នាបានជួបជុំគ្នាអ្នកភូមិក៏ចាប់ផ្ដើមលើកដៃសំពះសុំទោសទៅកាន់គ្រួសាររបស់ពូថងពេលនោះតាធីបាននិយាយថាធងឲ្យខ្ញុំសុំទោសធីតារឿងរ៉ាវទាំងឡាយដែលខ្ញុំបានសាងកាលពីមុននោះវាជាកំហុសធំណាស់ពួកខ្ញុំមិនបានគិតវែងឆ្ងាយខ្ញុំបានបណ្ដេញអ្នកទាំងអស់គ្នាឲ្យចេញពីភូមិខ្ញុំចាំសម្ដីនៅក្នុងថ្ងៃនោះពួកយើងទាំងអស់គ្នាបានជេរប្រមាថទៅកាន់គ្រួសាររបស់ឯងច្រើនណាស់សូមឯងអនុគ្រោះអភ័យទោសមកកាន់ពួកយើងផងពូថងគាត់ក៏បានសម្លឹងទៅកាន់រទ្ធីរួចហើយសម្លឹងទៅកាន់អ្នកភូមិផ្សេងទៀតគាត់បាននិយាយថាអ្នកភូមិទាំងអស់គ្នារឿងរ៉ាវទាំងឡាយនោះខ្ញុំបានជំរុះចោលនៅក្នុងព្រៃកប់ទុកវាចោលនៅទីកន្លែងនោះអស់រយៈពេលច្រើនឆ្នាំមកហើយខ្ញុំក៏នឹករលឹកទៅកាន់អ្នកទាំងអស់គ្នាដែរនៅក្នុងថ្ងៃនេះខ្ញុំវិលត្រឡប់មកវិញដើម្បីមកជួយអ្នកទាំងអស់គ្នានឹងឯងតែនៅពេលនោះពូធៀងបានសួរថាណែសំឡាញ់កូនខ្លានៅពេលជប់ហើយហេតុអ្វីក៏វាមិនប្រែរូបរាងខ្លាចទៅជាសត្វខ្លាអញ្ចឹងពូថងគាត់បានសោចរួចតបថាសំឡាញ់គ្នានៅក្នុងព្រៃបានជួបជាមួយនឹងលោកគ្រូបានបួសធ្វើជាព្រះសង្ឃធុដងនិមន្តចូលទៅក្នុងព្រៃព្រះអង្គបានជួយទៅកាន់កូនខ្លារួចឆោយបង្ហាត់បង្រៀនមន្តអាគមច្រើនទៀតទៅកាន់កូនខ្លាឥឡូវនេះគេខ្លាចទៅជាស្ដេចអាគមដ៏ខ្លាំងខ្លាំងជាង3ទៅ4ដងទៅទៀតមេភូមិញញឹមរួចឆោយតែស្មាកូនប្រុសគាត់បាននិយាយថាពុកទេមិនខុសទេអនាគតរបស់ឯងពិតជាខ្លាចទៅជាអ្នកខ្លាំងពិតជាមិនខានឥឡូវនេះក្នុងភូមិរបស់យើងមានអ្នកខ្លាំងម្នាក់ទៀតហើយមើលទៅអាគ្រូមន្តអាគមនោះប្រហែលជាមិនអាចតបតល់ជាមួយនឹងយើងបាននោះទេពួកគាត់កំពុងតែប្រោកប្រាជ្ញគ្នានៅពេលនោះពូស្រួចជាមួយនឹងលោកគ្រូឌីវក៏បានធ្វើដំណើរចូលមកដល់ម៉ឌីវបាននិយាយឡើងថាពួកឯងសប្បាយចិត្តសិនទៅថ្ងៃនេះយើងនឹងបញ្ជូនពួកឯងឲ្យទៅជួបជុំគ្នានៅឋាននរកហើយពួកឯងមិនទាន់ដឹងពីអំណាចមន្តអាគមរបស់យើងនោះទេក៏ប៉ុន្តែពូថងបាននិយាយថាណែអាគ្រូចង្រៃយើងសង្ស័យឯងតាំងពីយូរណាស់មកហើយឥឡូវនេះបានជួបមុខមាត់ពិតរបស់ឯងសាកមើលទៅថ្ងៃនេះសំបីតែកូនរបស់យើងក៏អាចចាត់ការទៅលើឯងបានដែរភ្លាមនោះពូស្រួចគាត់ក៏បានចង្អុលទៅកាន់មុខកូនខ្លារួចនិយាយថាម៉េចអាកូនខ្លាសប្បាយទេដែលយើងបញ្ជូនឯងឲ្យទៅរស់នៅក្នុងព្រៃវាគ្មានអីនោះទេធម្មតាសត្វខ្លាវាទៅរស់នៅក្នុងព្រៃចឹងត្រូវហើយមនុស្សដូចយើងនេះទើបសមរស់នៅក្នុងស្រុកភូមិតែពេលនោះកូនខ្លាក៏ចាប់ផ្ដើមស្រែកក្រហមបញ្ចេញពន្លឺភ្នែកពណ៌ក្រហមពូស្រួចភ័យខ្លាំងណាស់ក៏ចាប់ផ្ដើមដួលអគុតទៅលើដីរួចហើយទៅឈរពីខាងក្រោយរបស់លោកគ្រូម៉ឌីវកូនខ្លាក៏បាននិយាយថាយ៉ាងម៉េចក្រែងចង់ជួបខ្លាហេតុអ្វីឃើញខ្លាហើយបែរជាដួលលុតជង្គង់ទៅលើដីអញ្ចឹងឆាប់ក្រោកមកវិញមកតែនៅក្នុងពេលនោះម៉ឌីវក៏ចាប់ផ្ដើមមានអារម្មណ៍ផិតភ័យដែរព្រោះថាមើលទៅកូនខ្លានេះមិនដូចជាមនុស្សធម្មតានោះទេរំពេចនោះម៉ឌីវបាននិយាយថាឥឡូវនេះយើងនឹងឲ្យឯងស្គាល់មន្តអាគមមហាមេឃរបស់យើងនឹងប្រើអាគមបាំងមេឃនេះរួចហើយសង្គ្រប់ពួកឯងនៅក្នុងភាពងងឹតយើងនឹងចាត់ការឯងម្ដងម្នាក់ក្រោយពេលនិយាយរួចលោកគ្រូម៉ឌីវក៏ចាប់ដើមប្រសិទ្ធិសូត្រអាគមរបស់គាត់នេះគឺជាមន្តអាគមមហាមេឃដែលធ្វើឲ្យមេឃចាប់ដើមប្រែជាងងឹតមនុស្សគ្រប់គ្នាក៏ចាប់ដើមរលត់ចន្លោះបាត់ចេញពីដៃអស់ក្រោយមកពួកគេក៏បានងឹតវង្វេងវង្វាន់មើលទៅហាក់ដូចជាកំពុងតែនៅទីកន្លែងដែលគ្មានខ្យល់ដែលគ្មានពន្លឺសូម្បីតែបន្តិចមើលទៅអាគមនេះ
ប្រហាក់ប្រហែលជាមួយនឹងមន្តអាគមចងព្រៃដែរក៏ប៉ុន្តែមន្តអាគមមហាមេឃនេះវាខ្លាំងជាងខណៈពេលនោះលោកគ្រូធំក៏បាននិយាយថាសំឡាញ់នេះគឺជាអាគមចងព្រៃមែនទេពោធៀងតបទៅកាន់សំឡាញ់គាត់ថាណែដូចជាមិនមែនទេវានេះសាហាវជាងមន្តអាគមចងព្រៃទៅទៀតសម្បីតែយើងនៅចិត្តគ្នាក៏មើលគ្នាមិនឃើញដែរឥឡូវនេះប្រើអាគមស្រាយព្រៃមើលក្រៃលោកអាចដោះស្រាយបានក្រោយមកលោកគ្រូទាំងពីរក៏ចាប់ផ្ដើមប្រណម្យដៃសូត្រអាគមស្មើគ្នាក៏ប៉ុន្តែទោះបីជាគាត់ប្រឹងសូត្រយ៉ាងណាក៏មិនអាចស្រាយមន្តអាគមមហាមេឃនេះបានដែរខណៈពេលនោះលោកគ្រូដៀវចេះតែឈរសោចក្រោយមកគាត់បាននិយាយចំអកថាយ៉ាងម៉េចហើយសុទ្ធតែជាលោកគ្រូខ្លាំងគ្រាន់តែមន្តអាគមកំពៃកំប៉ុកនេះក៏អាចធ្វើឲ្យពួកឯងរញ៉េរញ៉ៃបាត់ទៅហើយណាស់ហើយត្រៀមខ្លួនស្លាប់ទៅជើងនឹងចាត់ការទៅកាន់ឯងម្នាក់ម្ដងអ្នកភូមិទាំងអស់គ្នាចាប់ផ្ដើមស្រែកឡូឡាវងវែងវងវាន់ក៏ប៉ុន្តែលោកគ្រូធំបាននិយាយថាអ្នកទាំងអស់គ្នានៅស្ងៀមកុំដើរឲ្យសោះប្រយ័ត្នចូលទៅដល់ទីកន្លែងណាផ្សេងនៅស្ងៀមសិនទៅភ្លាមនោះកូនខ្លាក៏ចាប់ផ្ដើមនឹកឃើញគេក៏ចាប់ផ្ដើមប្រណម្យដៃប្រែរូបរាងខ្លាចទៅជាខ្លាភ្លើងអំណាចមន្តអាគមរបស់គេក៏ចាត់ការទៅលើមន្តអាគមមហាមេឃនេះបានពន្លឺភ្លើងចេញពីខ្លួនក៏ធ្វើឲ្យទីកន្លែងនេះភ្លឺរួចហើយកំឡោះរបស់ជើងក៏បានស្ទុះមួយទំហឹងទៅបំបុកគ្រូដៀវនោះឲ្យប៉ាងខ្ទាតដួលត្រឡប់ត្រលិនគ្រូដៀវបានក្រោកឡើងយកដៃជូតមាត់ពោពេញទៅដោយឈាមចំណែកឯពូស្រួចនោះឈរញ័រដៃញ័រជើងចម្ប្រំបន្ទាប់ពីឃើញថាមានសត្វខ្លាភ្លើងដ៏មានឫទ្ធិអំណាចគ្រូដៀវក៏ចាប់ដើមនិយាយទៅកាន់ពូស្រួចថាស្រួចឯងយកកំភ្លើងទៅបាញ់សម្លាប់វាទៅឲ្យលឿនឡើងតែពូស្រួចភ័យញ័រដៃញ័រជើងមិនហ៊ានចូលទៅចិត្តនោះទេខណៈពេលនោះគាត់ក៏បាននិយាយថាលោកគ្រូមើលទៅវាខ្លាំងណាស់កំភ្លើងបាញ់មិនមុតទេលោកគ្រូចាត់ការទៅលើវាទៅខ្ញុំនៅពីក្រោយលោកគ្រូភ្លាមនោះម៉ោដេវក៏ចាប់ដើមប្រណម្យដៃសូត្រអាគមសាជាថ្មីម្ដងទៀតក៏ប៉ុន្តែមិនទាន់សូត្រអាគមបានផងស្រាប់តែខ្លាភ្លើងក៏បំបុកខ្លួនគាត់ធ្វើឲ្យខ្លួនរបស់គាត់មានភ្លើងឆេះពេញអាវលោកគ្រូម៉ោដេវបានដោះអាវក្រវាត់ចោលក្រោយមកគាត់ក៏ចាប់ដើមប្រើវិញ្ញាណបិសាចឲ្យទប់ទល់ជាមួយនឹងកំឡោះនេះហើយឲ្យមានឱកាសសម្រាប់គាត់សូត្រអាគមផ្សេងទៀតបន្ទាប់ពីពពួកខ្មោចព្រាយបានបង្ហាញខ្លួនមកវាក៏ចាប់ផ្ដើមទៅចោមរោមជុំវិញខ្លួនរបស់កំឡោះជើងចំណែកឯម៉ូដេវក៏ចាប់ផ្ដើមហាមាត់ចេញសត្វតែពពួកសត្វក្អែបខ្មៅជាច្រើនក្អែបខ្មៅទាំងអស់នោះក៏ចាប់ផ្ដើមពង្រីកខ្លួនរួចហើយនាំគ្នាទៅរោមទៅលើខ្លួនរបស់សត្វខ្លាភ្លើងក៏ប៉ុន្តែគ្រាន់តែវាប៉ះជាមួយនឹងខ្លាភ្លើងបន្តិចខ្លួនរបស់វាក៏ចាប់ផ្ដើមឆេះប្រកាច់រលាយបាត់ចេញពីទីកន្លែងនេះរឿងនោះធ្វើឲ្យអ្នកភូមិមានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីឃើញសត្វក្អែបចេញពីក្នុងមាត់របស់ម៉ូដេវក៏បាននិយាយឡើងថាឯងនេះពិតជាខ្លាំងក្លាមែនឥឡូវឲ្យឯងជួបអាគមចុងក្រោយទៅចុះម៉ូដេវប្រណម្យដៃរួចហើយដាក់អាគមឡើងខ្លួនរបស់គាត់ក៏ប្រែក្លាយទៅជាអសូរកាយដែលមានមាឌធំដៃជ្រងេងចង្ណាងនៅឈរចំកណ្ដាលផ្លូវភ្លាមនោះនេខ្លាក៏បានដឹងថាមើលទៅគ្រូនេះបើចាត់ការត្រង់ពិតជាចាត់ការមិនបាននោះទេគេក៏ចាប់ផ្ដើមរត់ជុំវិញខ្លួនរបស់អសូរកាយនោះកំឡោះរបស់ជើងបានរត់ពេញមួយទំហឹងមួយកម្លាំងរបស់គេយូរទៅភ្លើងក៏ចាប់ផ្ដើមឆេះខ្លាំងឡើងពេញទៅខ្លួនរួចហើយរង្វង់ភ្លើងក៏ចាប់ផ្ដើមរត់ទៅលើខ្លួនរបស់លោកគ្រូនោះបន្តិចម្ដងលោកគ្រូនោះព្យាយាមរើបំរាស់ដែរក៏ប៉ុន្តែរត់មិនរួចដោយសារតែកម្លាំងមន្តអាគមផងនិងកម្លាំងសន្ទុះរបស់នេខ្លានេះផងដែរទីបំផុតភ្លើងក៏ចាប់ផ្ដើមឆេះគ្រូនោះតាំងពីចុងជើងរហូតដល់សក់ក្បាលគ្រូនោះក៏ចាប់ផ្ដើមស្រែកប្រកាច់ប្រកាន់ពេញទីកន្លែងនោះពូស្រួចក៏ចាប់ផ្ដើមរត់ក៏ប៉ុន្តែក្នុងពេលនោះលោកគ្រូក៏បានដួលទៅលើពូស្រួចអំណាចភ្លើងអាគមនោះក៏បានដិតពូស្រួចឲ្យស្លាប់នៅក្នុងពេលនោះជាមួយនឹងគ្នាផងដែរទីបំផុតពួកគេបានស្លាប់ដោយគ្មានសល់សាកសពសម្បីតែបន្តិចអ្នកកំឡោះរបស់ជើងក៏បានប្រែរូបរាងមកខ្លាចជាមនុស្សធម្មតារួចហើយក៏បានដើរសម្ដៅទៅរកឪពុកម្ដាយរបស់ខ្លួនអ្នកភូមិបន្ទាប់ពីឃើញគ្រោះភ័យបានរសាត់បាត់ចេញពីក្នុងភូមិពួកគេក៏ចាប់ដើមនាំគ្នាស្រែកហូអបអរឲ្យទៅកាន់អ្នកកំឡោះម្នាក់នេះមេភូមិធៀងបាននិយាយថាកូនធေါ်ឯងពិតជាអស្ចារ្យណាស់ឯងនេះខ្លាំងជាងការចំនួនពុកនៅពីក្មេងទៅទៀតមើលទៅក្នុងតំបន់នេះ
ប្រហែលជាគ្មានអ្នកណាមានអាគមស្មើឯងនោះទេបន្ទាប់ពីនោះទៅកំឡោះរបស់ជើងក៏បានសម្លឹងទៅកាន់រំដួលក្រោយមកគេក៏បានដើរចូលទៅចិនអ្នកខ្លះបាននិយាយថារំដួលឥឡូវនេះបងវិលត្រឡប់មកវិញហើយតើយ៉ាងម៉េចហើយអូនមាននឹកបងដែរឬអត់រំដួលក៏បានតបថាបងខ្លាខ្ញុំនឹកបងជារៀងរាល់ថ្ងៃខ្ញុំចាំបងនៅទីកន្លែងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយការចាំរបស់ខ្ញុំមិនមែនអត់ប្រយោជន៍នោះទេទីបំផុតបងនឹងខ្លាចទៅជាអ្នកខ្លាំងខ្លាចទៅជាវរៈបរោះជួយការពារភូមិជួយអ្នកស្រុកនៅភូមិរបស់យើងពិតប្រាកដមែននៅពេលនោះតាធីបាននិយាយថាណែឥឡូវនេះពួកគេកំឡោះក្រមុំហើយតើពួកយើងគិតយ៉ាងម៉េចទៅសន្យាកាលពីក្មេងនោះលោកពូទាំងពីរសម្លឹងបុកគ្នាក្រោយមកពូថងបាននិយាយថាណែសំឡាញ់ឥឡូវនេះចាត់ចែងទៅលើឯងចោះតើឯងព្រមរៀបការកូនក្រមុំរបស់ឯងឲ្យកូនកំឡោះរបស់យើងដែរឬអត់ពូធៀងងក់ក្បាលរួចតបថាគ្នារងចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយរងចាំតែពេលឯងត្រឡប់មកវិញនោះទេរំដួលកំឡោះនៅក្នុងភូមិក៏ធ្លាប់ចូលស្ដីនឹងដឹងច្រើនដែរមានទាំងអ្នកមានទាំងអ្នកក្រក៏ប៉ុន្តែគ្នាមិនដែលគិតគូរលើកឲ្យនោះទេចំណែកឯចិត្តរំដួលនេះក៏នៅតែនឹករលឹកទៅកាន់នេះខ្លះដែលជាកូនប្រុសរបស់ឯងដែរឥឡូវនេះជើងសម្រេចសម្រោះសម្រួលថាសុំគុំពួកគេទាំងពីរនាក់ទៅអ្នកភូមិគ្រប់គ្នាក៏ចាប់ដើមផ្ទះដៃហូសាជាថ្មីរួចឆោយពួកគេក៏ចាប់ដើមគិតគូរថ្ងៃរៀបមង្គលការអ្នកទាំងពីរនាក់នេះទៅរយៈពេលក្រោយខ្ទង់ប្រហែលជាមួយខែ2ខែក្រមុំនឹងកំឡោះក៏បានរៀបការផ្សំគុំធ្វើជាប្តីប្រពន្ធនៅក្នុងថ្ងៃរៀបការនោះសំបីតែលោកឪដែលជាព្រះសង្ឃទុដងព្រះអង្គក៏បាននិមន្តចូលមកដល់ដែរនៅក្នុងពេលនោះពូធៀងនិងពូថងគាត់ក៏ចាប់ដើមរំភើបដល់ហូរទឹកភ្នែករួចឆោយទៅសំពះក្រាបថ្វាយបង្គំទៅកាន់លោកគ្រូរបស់ខ្លួនបន្ទាប់ពីនោះទៅលោកគ្រូក៏មានសង្កេតការថាណែញោមសិស្សទាំងពីរនាក់កុំយំកុំស្រែកអីថ្ងៃនេះគឺជាថ្ងៃជ័យជាថ្ងៃរៀបការរបស់កូនញោមទាំងពីរនាក់ហេតុអ្វីមកយំស្រែកដូច្នោះអ្នកទាំងពីរនាក់ក៏ចាប់ដើមជូតទឹកភ្នែករួចឆោយក៏បាននិមន្តព្រះអង្គចូលទៅក្នុងផ្ទះនិងរៀបចំក្រាអាសនៈឲ្យបានត្រឹមត្រូវផងដែរក្រោយមកអ្នកទាំងអស់គ្នាក៏ចាប់ដើមរៀបចំពិធីនោះទៅលោកឪបានគង់នៅទីកន្លែងនោះសម្លឹងមើលទៅកាន់កូនសិស្សរៀបមង្គលការរបស់សិស្សចៅថ្ងៃនោះមនុស្សម្នាអធិកអធមខ្លាំងណាស់បានមកជួបជុំគ្នាដោយសារតែពួកគេដឹងគុណគ្រួសារទាំងពីរនាក់នេះគ្រួសាររបស់ពុទ្ធថងពុធៀងមានគុណចំពោះអ្នកភូមិខ្លាំងណាស់មកដល់ចំនួននេះខ្លះនេះនៅតែមានគុណចំពោះអ្នកភូមិនៅតែសម្រាប់ពពួកខ្មោចព្រាយនិងពួកគ្រូជួយទៅកាន់អ្នកភូមិបន្តទៀតសំឡេងត្រសំឡេងស្គរដៃក៏បានបន្លឺឡើងចាស់ទុំអើងកងមនីឡើងទៅលើផ្ទះចងដៃយកអំបោះក្រហមយកទៅជូនពរជ័យទៅកាន់អ្នកទាំងពីរនាក់នេះចំណែកសាច់រឿងមួយនេះខ្ញុំបាទក៏សូមបញ្ចប់ទៅត្រឹមនេះផងដែរសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាម្យ៉ាងទៀតខ្ញុំបាទសូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិយាយទៅមិនសមរម្យត្រង់ណានោះក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទរដូវចូលឆ្នាំជិតចូលមកដល់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានធ្វើដំណើរទៅដល់ផ្ទះសម្បែងទៅវត្តទៅវានិងធ្វើបន់ជាមួយនឹងព្រះរស់បានគ្រប់គ្នាម្យ៉ាងទៀតស្រវឹងសូមកំបើកបសូមជូនពរបងប្អូនខ្មែរទាំងអស់ឲ្យមានសុវត្ថិភាពទាំងការធ្វើដំណើរទាំងទៅទាំងមកសូមអរគុណនិងសូមជម្រាបលា